នៅពេលយប់បើសិនជាមានឮសំឡេងអ្វីម្យ៉ាងមកគោះទ្វារយើងណាគឺហាមបើកទ្វារជាដាច់ខាតឬមួយនេះបើសិនជាអ្នកទាំងគ្នាគេងម្នាក់ឯងអីកុំស្ដាប់ដោយសារតែវារន្ធត់ខ្លាំងហ្មងអញ្ចឹងបងដែលគាត់បានចែកម្លែកមកខ្ញុំនឹងគាត់បាននិយាយថារឿងមួយនេះគឺគាត់ជួបតាំងពីប្រហែលឆ្នាំមុនមកម្លេះអញ្ចឹងកាលពីប្រហែលឆ្នាំមុនហ្នឹងគាត់បានជួលនៅខុនដូមួយដែលឯងនិយាយបានថាវាមានតម្លៃសមរម្យហើយវានៅក្បែរកន្លែងដែលគាត់ធ្វើការហើយណាមួយនឹងគាត់គឺជាមនុស្សម្នាក់ដែលអាចធ្លាប់រស់នៅម្នាក់ឯងទេរហូតមកដល់ឆ្នាំមួយនឹងគាត់ចង់មានគំនិតរស់នៅម្នាក់ឯងដោយសារតែគាត់គិតថាគាត់នឹងធំគ្រប់គ្រាន់ក្នុងការរស់នៅម្នាក់ឯងឯងអញ្ចឹងគាត់ក៏បានសុំបណ្ដៃឪពុករបស់គាត់នឹងគឺទៅរស់នៅម្នាក់ឯងហើយក៏បានជួលខុនដូមួយនឹងអញ្ចឹងបាននិយាយអំពីសភាពខុនដូដែលគាត់បានជួលវិញគឺជាប្រភេទខុនដូមួយដែលវារាងចាស់គួរសមមិនសូវជាថ្មីប្រហែលទេហើយបន្ទប់ដែលគាត់ជួលនឹងគឺជាជាន់ទី3អញ្ចឹងខ្ញុំសូមបញ្ជាក់ថាបន្ទប់ដែលគាត់ជួលជាន់ទី3នឹងក្នុងមួយជាន់នឹងគឺមានត្រឹមតែ3បន្ទប់ប៉ុណ្ណោះអញ្ចឹងបើយើងស្ប៉ានស្មានទៅខុនដូនឹងគឺមិនសូវជាធំប្រហែលទេគឺបែបខុនដូរាងទូចហើយចំណាស់អញ្ចឹងណាគាត់បានបន្តប្រាប់ខ្ញុំថាគាត់ពិតជាស្រឡាញ់កន្លែងរស់នៅថ្មីនឹងមែនទែនដោយសារតែទី1នៅជិតកន្លែងធ្វើការហើយនៅជុំវិញខុនដូនឹងគឺសបោគេលក់អីញ៉ាំជិបជប់ដោយសារតែមនុស្សគាត់នឹងគឺចូលចិត្តរបៀបជិបជប់អញ្ចឹងណាអញ្ចឹងនៅពេលដែលគាត់រៀបអីវ៉ាន់ចូលមកនៅថ្ងៃទី1ហ្នឹងគឺគាត់អត់ទាន់គេងភ្លាមទេគឺគាត់របៀបថារៀងអស់កម្លាំងអញ្ចឹងគាត់នៅញ៉ាំអីជិបជប់នៅមើលទូរស័ព្ទអញ្ចឹងទៅរហូតដល់ម៉ោង2:13នាទីអញ្ចឹងកំឡុងពេលម៉ោង2:13នាទីហ្នឹងគាត់កំពុងតែចុចទូរស័ព្ទនៅលើក្រាបអញ្ចឹងនៅពេលដែលគាត់កំពុងតែមើលទូរស័ព្ទហ្នឹងគាត់បានឮសំឡេងតុកដោយអ្នកណាគេម្នាក់គោះទ្វារគាត់អញ្ចឹងគាត់ក៏បានបិទទូរស័ព្ទហើយចាំស្ដាប់សំឡេងហ្នឹងម្ដងទៀតដោយសារតែគាត់ពេលរើមកនៅហ្នឹងគាត់អត់មានបានជួបអ្នកជិតខាងគាត់ណាម្នាក់ទេអញ្ចឹងគាត់ឆ្ងល់អញ្ចឹងណាថាម៉ោង2:13នាទីអីតើនៅមានអ្នកណាគេមិនទាន់គេងហើយមកគោះទ្វារគាត់មានការអីអញ្ចឹងណាអញ្ចឹងគាត់អត់ទាន់បើកទ្វារភ្លាមទេគាត់របៀបថាគាត់នៅអង្គុយចាំស្ដាប់សំឡេងហ្នឹងសិនអញ្ចឹងណាចង់ដឹងថានៅគោះទ្វារទៀតអត់អញ្ចឹងនៅពេលដែលគាត់ចាំស្ដាប់ហ្នឹងសំឡេងហ្នឹងក៏ចាប់ផ្ដើមលឺម្ដងទៀតសារហ្នឹងគឺសំឡេងគោះហ្នឹងគឺកាន់តែខ្លាំងហ្មងទាំងអស់គ្នាអញ្ចឹងគាត់មានអារម្មណ៍ថាគាត់រៀងភ័យដោយសារតែនេះគឺជាលើកទី1ដែលគាត់នៅម្នាក់ឯងហើយមានគេមកគោះទ្វារអញ្ចឹងគាត់លើថាទាំងអស់គ្នាគាត់បានមុននឹងបើកទ្វារក្នុងធម្មតាខុនដូមិនមានអាប្រហោងអីមួយនឹងចឹងទៅអញ្ចឹងគាត់មើលទៅប្រហោងខាងក្រៅហ្នឹងគឺអត់មានឃើញអ្នកណាគេម្នាក់ទេអញ្ចឹងគាត់ចាប់ផ្ដើមមានអារម្មណ៍ថាអត់សូវស្រួលដូចណាគេមកលេងសើចអីអញ្ចឹងណាអញ្ចឹងគាត់ក៏បានដើរទៅក្រែរបស់គាត់វិញទៅអញ្ចឹងខណៈពេលដែលគាត់ឡើងទៅដល់លើខែវិញហ្នឹងសលេងគោះនឹងក៏បានម្ដងទៀតអញ្ចឹងពេលហ្នឹងគាត់ខំមែនតើគាត់អត់គិតថាខ្មោចលងអីទេគាត់របៀបដើរទៅទ្វារហ្នឹងក៏លឺថាទៅមើលអាប្លោះទូចម្ដងទៀតហ្នឹងណាអញ្ចឹងសារហ្នឹងនៅពេលដែលគាត់ដើរទៅទ្វារមើលប្លោះទូចហ្នឹងគាត់នៅតែអត់ឃើញមានអ្នកណាគេប៉ុន្តែគាត់បានឮសំឡេងមនុស្សស្រីម្នាក់និយាយពីខាងក្រៅទ្វារហ្នឹងមកថាអត់ទាន់គេងទេមែនបើអត់ទាន់គេងបើកទ្វារមកគឺលឺបែបហ្នឹងអញ្ចឹងបងដែលគាត់ចែកម្លែកមកខ្ញុំហ្នឹងគាត់ភ្ញាក់ថាជុំមើលទៅខាងក្រៅអត់មានឃើញណាគេហងហើយណាគេមកសួរអត់ទាន់គេងអីស្មាននឹងរបៀបថាចង់ដឹងរឿងយើងអីចឹងណាចឹងគាត់មានអារម្មណ៍ថាគាត់រៀងខឹងផងខ្លាចផងអញ្ចឹងនៅពេលដែលគាត់របៀបថាលឺសលេងអញ្ចឹងគាត់អត់តបទេគាត់នៅចាំស្ដាប់ចង់ដឹងថាគេនិយាយអីទៀតអញ្ចឹងណាអញ្ចឹងទាំងអស់គ្នាពេលដែលគាត់នៅចាំស្ដាប់ហ្នឹងគាត់របៀបថាលឺសលេងគេខ្សឹបកាន់តែលឺទៅអាសលេងរបៀបនិយាយដដែលថាអត់ទាន់គេងទេបងអត់ទាន់គេងបើកទ្វារមកក៏លឺសលេងគេខ្សឹបអញ្ចឹងប៉ុន្តែសារនឹងសំឡេងដែលគាត់លឺហ្នឹងគឺមិនមែនសំឡេងនៅក្រៅទ្វារទេគឺនៅក្នុងបន្ទប់ដែលគាត់កំពុងតែឈរហ្នឹងឯងហើយលឺតាមកញ្ចៀកចុងពេលហ្នឹងគាត់ដើរមើលឆ្វេងស្ដាំចង់ដឹងណាគេចូលបន្ទប់គាត់អីអញ្ចឹងប៉ុន្តែគាត់រត់ឃើញទេអញ្ចឹងយប់ហ្នឹងទាំងអស់គ្នាគាត់គេងអត់លក់ទេគាត់អាស័ព្ទអសល់ហើយគាត់ខ្លាចមែនតើចូលមកដល់ពេលព្រឹកឡើងនៅពេលដែលគាត់ងើបពីគេងដោយសារតែយប់មិញគាត់អត់សូវបានគេងទេ
ចឹងគាត់របៀបថាងើបមកហៀងអាសัพសល់ចឹងគាត់បានបើកទ្វារចេញទៅខាងក្រៅដើម្បីរកទិញអីញ៉ាំចឹងណាចឹងនៅពេលដែលគាត់បើកទ្វារចេញទៅខាងក្រៅហ្នឹងគាត់បានឃើញអ្នកចិត្តខាងរបស់គាត់ហ្នឹងគឺរៀបចំខ្លួនដើម្បីទៅធ្វើការអីចឹងទៅអញ្ចឹងគាត់ក៏របៀបថានិយាយសួរនាំហើយណែនាំខ្លួនថាគាត់មកនៅនឹងថ្មីអីចឹងណាហើយគាត់ទ្រាំបានទេយប់មិញហ្នឹងគឺគាត់ជួបរឿងចម្លែកអញ្ចឹងក៏គាត់បានសួរទៅកាន់អ្នកចិត្តខាងគាត់ដែលជាមនុស្សស្រីដូចគ្នាហ្នឹងអញ្ចឹងបងស្រីអ្នកចិត្តខាងហ្នឹងនៅពេលដែលបងដែលគាត់បានចែកម្លែកមកខ្ញុំគាត់សួរពាក់ព័ន្ធជាមួយនឹងរឿងហ្នឹងហើយប្រាប់រឿងដែលគាត់ជួបយប់មិញហ្នឹងណាគាត់របៀបថាគាត់ធ្វើមើលមុខបងដែលគាត់ចែកម្លែកមកខ្ញុំហ្មងមើលមុខមកស្ទុះហើយគាត់ក៏បាននិយាយរឿងរ៉ាវដែលគាត់បានជួបដូចបងដែលគាត់បានចែកម្លែកមកខ្ញុំអញ្ចឹងបងស្រីអ្នកចិត្តខាងហ្នឹងគាត់បាននិយាយថាកាលពីគាត់មកនៅបន្ទប់នឹងដំបងគឺគាត់ធ្លាប់ជួបអ្នកដែលជួលបន្ទប់នឹងពីមុនដែរហើយគាត់សួរនាំថាមិនបានរើចេញគេអត់ប្រាប់គាត់ទេចឹងនៅពេលដែលគាត់រើនៅហ្នឹងគឺថ្ងៃទី1ទី2ទី3គឺវាអត់អីទេប៉ុន្តែថ្ងៃទី4ដែលគាត់រើមកនៅហ្នឹងម៉ោង2:13នាទីគឺវាដូចបងដែលគាត់ចែកផ្លេចខ្ញុំមែនតើគឺលឺសលេងគេគោះទ្វារដូចគ្នាម៉ោង2:13នាទីគឺវាទៀងមែនតើអញ្ចឹងគាត់បងស្រីអ្នកចិត្តខាងហ្នឹងបានបន្តប្រាប់ថានៅពេលដែលគាត់លឺសលេងគេគោះទ្វារគាត់ក៏អត់បើកទ្វារភ្លាមដែរអញ្ចឹងគាត់នៅចាំស្ដាប់សិនអញ្ចឹងណាប៉ុន្តែអ្នកដែលគោះទ្វារហ្នឹងគឺនិយាយដូចបងដែលគាត់បានចែកម្លែកមកខ្ញុំជួបអញ្ចឹងគឺសួរថាអត់តន់គេទេហើយបើអត់តន់គេបើកទ្វារមកគឺសួរបែបហ្នឹងអញ្ចឹងសំឡេងមួយហ្នឹងនៅពេលដែលលឺនៅខាងក្រៅសុកហ្នឹងក៏បានលឺចូលមកក្នុងដូចគ្នាអញ្ចឹងបងស្រីអ្នកចិត្តខាងហ្នឹងគាត់បានប្រាប់ថាគាត់មិនមែនជួបតែប៉ុណ្្នឹងទេនៅពេលមួយហ្នឹងគាត់នៅប្រហែលជាបាន2ខែគាត់បានជួបរឿងហ្នឹងម្ដងទៀតម៉ោង2:13នាទីគាត់បានឮសំឡេងគេគោះទ្វារម្ដងទៀតរយៈពេលដែលគាត់នៅតាំងពីគាត់នៅថ្ងៃទី1រហូតដល់2ខែហ្នឹងគាត់ជួបឮសំឡេងហ្នឹង2ដងគឺអញ្ចឹងមានន័យថាគាត់មកនៅបានថ្ងៃទី4ឮម្ដងអញ្ចឹង2ខែក្រោយគាត់ឮម្ដងទៀតក៏ប៉ុន្តែសារហ្នឹងគឺវារញ៉េរញ៉ៃហើយវាគួរឲ្យខ្លាចមែនតើដោយសារតែគាត់លឺសំឡេងហ្នឹងហើយស្រាប់តែបន្ទប់ខុនដូគាត់ហ្នឹងដាច់ភ្លើងអញ្ចឹងធម្មតានៅពេលដែលគាត់ដាច់ភ្លើងគាត់មិនយកពិលដើម្បីបើកទ្វារចោះទៅរកសន្តិសុខសួរនាំអីចឹងទៅអញ្ចឹងនៅពេលដែលគាត់បើកទ្វារចេញទៅខាងក្រៅហ្នឹងដោយសារតែដាច់ភ្លើងអញ្ចឹងគាត់អត់ចង់ប្រើចដាវយន្តទេគាត់ចង់គិតសុវត្ថិភាពអញ្ចឹងគាត់បានចុះតាមចដាវជើងអាចដាគីភ័យហ្នឹងណាអញ្ចឹងនៅពេលដែលគាត់ចុះតាមចដាវហ្នឹងគាត់មានអារម្មណ៍ថាគាត់បានឃើញមនុស្សស្រីម្នាក់គឺឈរស្ទង់នៅកន្លែងចដាគីភ័យហ្នឹងអញ្ចឹងពេលហ្នឹងគឺគាត់របៀបថាគាត់ភ័យហើយគាត់រត់ឡើងបន្ទប់វិញអញ្ចឹងទៅអញ្ចឹងគាត់ក៏បានទេទៅកាន់សន្តិសុខដើម្បីសួរនាំរឿងភ្លើងអីអញ្ចឹងណាហើយក៏គាត់បាននិយាយរឿងគាត់ឃើញរបៀបថាសម្មាមនុស្សស្រីស្ទង់នឹងដែរទៅកាន់សន្តិសុខអញ្ចឹងនៅពេលដែលសន្តិសុខគាត់លឺអញ្ចឹងសន្តិសុខហ្នឹងគឺគាត់អត់ប្រាប់ទៅកាន់ភ្ញៀវទេខ្លាចភ្ញៀវឈប់ជួលខុនដូអីចឹងទៅប៉ុន្តែដោយសារតែបងស្រីហ្នឹងគាត់នៅយូរគាត់របៀបថាតាមសួរពូសន្តិសុខហ្នឹងនៅក្រៅហ្មងជប់ទេតាមសួរនៅក្រៅរហូតដល់ពូហ្នឹងគាត់ប្រាប់ថាគាត់ធ្វើការនៅក្នុង10ឆ្នាំហើយខុនដូមួយហ្នឹងគឺធ្លាប់មានមនុស្សស្រីម្នាក់នៅខ្ទង់ម៉ោងប្រហែលជាម៉ោង2:13នាទីឬក៏ម៉ោង2គត់ទេមិនដឹងទេបងស្រីហ្នឹងគឺគាត់បានធ្លាក់ពីលើចដាគីភ័យហ្នឹងរហូតដល់ស្លាប់ហើយសភាពបងស្រីហ្នឹងគឺអត់មានបើជើងទេហើយអ្នកដែលគាត់នៅបន្ទប់ខុនដូនីមួយហ្នឹងអ្នកខ្លះគឺគាត់ជួបរឿងដូចបងដែលគាត់បានចែកម្លែកមកខ្ញុំអញ្ចឹងបន្ទាប់ពីបងដែលគាត់បានចែកម្លែកមកខ្ញុំលើសម្ដីបងស្រីអ្នកជិតខាងហ្នឹងហើយគាត់មានអារម្មណ៍ថាគាត់អត់ចង់នៅខុនដូនឹងទៀតទេអញ្ចឹងគាត់ព្យាយាមធ្វើម៉េចគាត់រើចេញពីខុនដូនឹងឲ្យលឿនបំផុតអញ្ចឹងទាំងអស់គ្នារឿងរ៉ាវមួយនេះគឺវារន្ធត់នឹងគួរឲ្យខ្លាចខ្លាំងមែនតើបងដែលគាត់បានចែកម្លែកមកខ្ញុំហ្នឹងគាត់នៅតែមានអារម្មណ៍ថាអត់ជឿខ្លួនឯងថាខ្លួនឯងត្រូវបានខ្មោចលងអញ្ចឹងគាត់ចង់សួរទៅកាន់ទាំងអស់គ្នាវិញថាបើអ្នកទាំងអស់គ្នាជួបរឿងបែបហ្នឹងតើអ្នកទាំងអស់គ្នាគិតថានេះគឺជាមនុស្សឬក៏ជាខ្មោចកុំភ្លេច comment ខាងក្រោមវិញខ្ញុំបានដឹងផងអញ្ចឹងរឿងមួយនេះគឺបានចប់ហើយណាបើសិនជាចូលចិត្តในការសម្ដែងរបស់ខ្ញុំក៏ដូចជាមានរឿងខ្មោចអីថ្មីអាចឆាតមកកាន់ TikTok ឬក៏ឆាតទៅកាន់ account social media ដែលខ្ញុំបានដាក់លើនឹងផងអញ្ចឹងអរគុណជួបគ្នានៅវីដេអូក្រោយទៀតណាបាយបាយ